ជាភារកិច្ចស្នូលសម្រាប់ឈានឆ្ពោះទៅរកភាពខ្លាំងភាពឈ្នះក្នុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017និងបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រឆ្នាំ2018ជូនគណៈបកប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យជាបន្តទៀតមានប្រសាសន៍ណែនាំក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតប៉ានស៊ីម៉ុនបានផ្ដាប់ផ្ញើដល់ក្រុមការងារគណៈបកចុះជួយស្រុកក្រុងត្រូវធ្វើការប្រជុំផ្សព្វផ្សាយបែងចែកការទទួលខុសត្រូវដល់ក្រុមការងារគណៈបកឃុំសង្កាត់រៀបចំនៅសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារធ្វើផ្ទាល់នៅសិភៅក្រុមបកនិងរចនាសម្ព័ន្ធផ្សេងៗទៀតដែលធ្លាប់អនុវត្តកន្លងមកឯកឧត្តមបណ្ឌិតប៉ានស៊ីម៉ុនបានផ្ដោតជាសំខាន់ចំពោះសមាជិកក្រុមបកត្រូវជ្រើសរើសចេញពីអនុប្រធានភូមិសមាជិកភូមិនិងសកម្មជនជាយុវជនយុវនារីសម្រាប់ការងារសរសេរកត់ត្រាលើទិន្នន័យនានាពាក់ព័ន្ធទៅនឹងសិភៅសមាជិកក្រុមបកមានប្រសាសន៍បូកសរុបនៅក្នុងអង្គពិធីទាំងមូលឯកឧត្តមនៃពេណាបានបញ្ជាក់ច្បាស់ថាការធ្វើបច្ចុប្បន្នភាពក្រុមបកនិងរៀបចំសិភៅសមាជិកក្រុមបកពិតជាមានសារៈសំខាន់បំផុតនៅក្នុងការពិនិត្យតាមដានពេលសមាជិកគណៈបកក្នុងមូលដ្ឋាននិងក្រៅមូលដ្ឋានជាដើមឯកឧត្តមនៃពេណាបានណែនាំដល់ក្រុមការងារគណៈបកឃុំសង្កាត់ពេលបញ្ចប់ការងារក្រុមបកហើយគណៈបកស្រុកក្រុងត្រូវធ្វើការប្រជុំបូកសរុបលទ្ធផលដើម្បីដកស្រង់បទពិសោធន៍និងការស្វែងយល់ចំណុចខ្លាំងចំណុចខ្វះខាតព្រមទាំងសំណុំពរផ្សេងៗដោយធ្វើរបាយការណ៍ជូនគណៈបកស្រុកក្រុងដែលភ្ជាប់នៅឯកសារមួយចំនួនផ្ញើជូនជារបាយការណ៍ទៅគណៈអចិន្ត្រៃយ៍គណៈបកខេត្តជាដើមចលនានេះជាទីគោរពឥឡូវនេះយើងងាកទៅមើលពីជំនួយមនុស្សធម៌នៅឯខេត្តស្វាយរៀងឯនោះវិញគឺតាក់ទិនទៅនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបាននាំយកជំនួយមនុស្សធម៌ចែកជូនដល់គ្រួសារដែលទទួលរងគ្រោះដោយសារតែខ្យល់កន្ត្រាក់នៅក្នុងស្រុករមាសហែកមានមនុស្សម្នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅលំនៅឋាន4ខ្នំផ្សេងទៀតត្រូវរងការកខាត់ទាំងស្រុងដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី8ខែឧសភាឆ្នាំ2015វេលាម៉ោង 3:45 នាទីរសៀលនៅភូមិទួលស្រមោឃុំសម្បត្តិមានជ័យស្រុករមាសហែកខេត្តស្វាយរៀងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះនៅព្រឹកថ្ងៃទី11ខែឧសភាឆ្នាំ2015លោកជំទាវដួងវណ្ណាលោកជំទាវឈុនសារឹមអនុប្រធានកិត្តិយសសាខាលោកជំទាវពៅសុភាពលេខាគណៈកម្មាធិការសាខាបាននាំយកជំនួយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទៅប្រគល់ជូនដល់ជនរងគ្រោះនៅភូមិឃុំកាត់ហេតុខាងលើលោកជំទាវឌូវណ្ណាបានពិនិត្យទំហំនៃការខូចខាតព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ដោយបានពំនាំនៅបណ្ដាំផ្ញើសារសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រមណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដោយសម្ដែងនៃការសោកស្ដាយនៅទ្រព្យសម្បត្តិដែលបានខូចខាតនៅពេលនេះប៉ុន្តែសូមកុំឲ្យបងប្អូនមានការអស់សង្ឃឹមឲ្យសោះព្រោះបងប្អូននៅមានកាកបាទក្រហមកម្ពុជាដែលមានបណ្ដាញគ្រប់ទិសទីអាចជួយបងប្អូនបានគ្រប់ពេលវេលាបើទោះបីសម្ភារៈដែលបានចែកជូននៅពេលនេះមានតិចតួចមិនអាចឆ្លើយតបទៅនឹងតម្រូវការក៏ពិតមែនតែវាក៏អាចជួយសម្រួលការលំបាកបានមួយរយៈប្រការដែលសំខាន់គឺបងប្អូនត្រូវខិតខំប្រកបរបរបន្ថែមព្រមទាំងធ្វើការដាំដំណាំចិញ្ចឹមសត្វហើយត្រូវត្រៀមលក្ខណៈដើម្បីធ្វើស្រែចម្ការព្រោះរដូវវស្សាបានមកដល់ហើយលោកជំទាវបានដាស់តឿនឲ្យបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងខ្យល់បោកខ្លាំងត្រូវរកទីកន្លែងដែលមានសុវត្ថិភាពសម្ភារៈដែលបានចែកជូនមានអង្ករ30គីឡូក្រាមកៅស៊ូតោង1កន្ទេលជ័រ1ភួយ1មុង1សារ៉ុង1ក្រម៉ា1ធុងទឹកជ័រ1ឆ្នាំងបាយសម្ល2ថាវិការ5រៀលដល់ឡែកគ្រួសារដែលរងគ្រោះដោយសាររន្ទះបាញ់មួយគ្រួសារទទួលបានទឹកសុទ្ធ1កេសទៀនធូបតែស្ករទឹកដោះគោអង្ករ30គីឡូក្រាមខិត1កញ្ចប់និងថាវិការ24រៀលក្នុងនោះថាវិការសាខាកាកបាទក្រហមកម្ពុជាខេត្ត10រៀលលោកជំទាវឌូវណ្ណា10រៀលលោកជំទាវឈុនសារឹម4រៀលនៅថ្ងៃដដែលនោះលោកជំទាវនាងសេដ្ឋាជើងអំប្រធានគណៈកម្មាធិការសាខាបាននាំយកសម្ភារៈនិងថាវិការទៅប្រគល់ដល់ចាស់ជរា2គ្រួសារនៅឃុំរមាំងថ្កូលស្រុកស្វាយទៀបទី1ឈ្មោះសោមកានអាយុ64ឆ្នាំគ្មានដីស្រែគ្មានមុខរបរចិញ្ចឹមចៅ2នាក់ទទួលបានអង្ករ30គីឡូក្រាមខិត1កញ្ចប់ទឹកស៊ីអ៊ីវ1យួរត្រីខកំប៉ុង2ឡូមី1កេសថាវិការ70រៀលទី2ឈ្មោះមាសសាផានអាយុ66ឆ្នាំពិការភ្នែកទាំងសងខាងរស់នៅតែម្នាក់ឯងទទួលបានអង្ករ30គីឡូក្រាមខិត1កញ្ចប់ទឹកស៊ីអ៊ីវ1យួរត្រីខកំប៉ុង2ឡូមី1កេសនិងថាវិការ60រៀលចលនាជាទីគោរពដែលឡែកមណ្ឌលសុខភាពក្រូចមាសគឺទទួលបានថ្នាំពេទ្យពីក្រុមហ៊ុនផលិតឱសថ PPM ចំនួន109កេសដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពក្រូចមាសទទួលថ្នាំពេទ្យពីក្រុមហ៊ុនផលិតឱសថចំនួន109កេស
ដែលបានធ្វើឡើងនៅឃុំតាំងក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺតាមរយៈក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសំរោងទងខេត្តកំពង់ស្ពឺឯកឧត្តមប៉ានប៊ុនធឿនរដ្ឋលេខាធិការក្រសួងផែនការឯកឧត្តមដួងសុជាតិនិងឯកឧត្តមឡុងពៅប្រាថ្នាទីប្រឹក្សាឯកឧត្តមសៃឈុំប្រធានស្ដីទីប្រសិទ្ធិនៅមានការចូលរួមពីក្រុមការងារថ្នាក់ខេត្តជាច្រើនរូបទៀតឯកឧត្តមដួងសុជាតិមានប្រសាសន៍ថាអំណោយទាំងនេះគឺជាអំណោយរបស់សប្បុរសជនអុកញ៉ាវឱសថបណ្ឌិតហៃលីអៀងជានាយកនៃក្រុមហ៊ុនផលិតឱសថ PPM បានផ្ដល់ជូននៅអំណោយជាឱសថនៅពេលនេះគឺដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពដល់ប្រជាពលរដ្ឋក្នុងឃុំតាំងក្រូចជាពិសេសដល់កុមារតូចៗអំណោយនៅពេលនោះមានថ្នាំពេទ្យចំនួន3ប្រភេទទី1ជាថ្នាំព្យាបាលរលាកច្រមុះភ្នែកឡើងក្រហមនិងថ្នាំព្យាបាលកន្ទៀលត្រអាក់ចំនួន100កេសស្មើនឹង3000ដបទី2ជាប្រភេទថ្នាំទម្លាក់ព្រូនចង្កឹះអៀននិងព្រូនស៊ីឈាមអង្គគីឡូស្តូមចំនួន5កេសស្មើនឹង560ដបចំណែកថ្នាំប្រភេទទី3ជាប្រភេទថ្នាំបំបត្តិការជិះចាប់ក្នុងក្រពះចំនួន4កេសស្មើនឹង120ដបឯកឧត្តមប៉ានប៊ុនធឿនរដ្ឋលេខាធិការក្រសួងផែនការមានប្រសាសន៍ថាអនុវត្តតាមកម្មវិធីគោលនយោបាយចតុកោណដំណាក់កាលទី3ដើម្បីកំណើនការងារនៅតាមសហគមន៍គឺត្រូវលើកស្ទួយវិស័យកសិកម្មការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តការងារអភិវឌ្ឍវិស័យឯកជននិងការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្សព្រមទាំងការលើកកម្ពស់សុខុមាលភាពនិងអាហារូបត្ថម្ភអង្គការសហប្រជាជាតិបានអនុម័តនៅគោលដៅអភិវឌ្ឍសហសវត្តដែលមាន8ចំណុចហើយរាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តគោលដៅអភិវឌ្ឍរួមមាន9ចំណុចក្នុងនោះ6ចំណុចដែលតាក់ទងផ្ទាល់ជាមួយកុមារគឺដើម្បីធានាសុខុមាលភាពមាតានិងកុមារឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានសំណូមពរដល់លោកមេភូមិលោកមេឃុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលព្យាបាលនៅមណ្ឌលសុខភាពហើយជានេះទៅទៀតយើងមានថ្នាំចំនួន3មុខទៀតចែកជូនដល់ប្រជាពលរដ្ឋឥតគិតថ្លៃបន្តមកគណៈអធិបតីបានប្រគល់ថ្នាំពេទ្យទាំង109កេសដល់មណ្ឌលសុខភាពនិងបានអញ្ជើញពិនិត្យមើលតាមបន្ទប់ក្នុងមណ្ឌលសុខភាពនិងបានណែនាំបន្ថែមដល់គ្រូពេទ្យទាំងអស់ត្រូវយកចំណេះជំនាញបទពិសោធន៍យកបម្រើប្រជាពលរដ្ឋឲ្យអស់សមត្ថភាពហើយឯកឧត្តមបានផ្ដាំផ្ញើដល់ប្រធានមណ្ឌលសុខភាពត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈដែលក្រសួងសុខាភិបាលបានដាក់ឲ្យជាបន្តទៅទៀតនេះយើងងាកទៅស្រុកកេនស្វាយខេត្តកណ្ដាលនៅវិញគឺមានការប្រារព្ធទិវាអន្តរជាតិស្ដីពីគ្រួសារ15ឧសភាឆ្នាំ2015ក្រោមប្រធានបទគ្មានហិង្សាក្នុងគ្រួសារមានសុភមង្គលសង្គមរីកចម្រើនទិវាអន្តរជាតិស្ដីពីគ្រួសារ15ឧសភាឆ្នាំ2015រដ្ឋបាលខេត្តកណ្ដាលបានប្រារព្ធធ្វើនៅស្រុកកេនស្វាយក្រោមអធិបតីភាពឯកឧត្តមជាវតាយអភិបាលរងខេត្តកណ្ដាលទិវានេះបានប្រព្រឹត្តទៅនៅថ្ងៃទី11ខែឧសភាឆ្នាំ2015ក្រោមប្រធានបទគ្មានហិង្សាក្នុងគ្រួសារមានសុភមង្គលសង្គមរីកចម្រើនហើយក៏ជាទិវាមួយដើម្បីសម្ដែងនៅការគោរពដឹងគុណចំពោះលោកតាលោកយាយមាតាបិតាអ៊ំមីមីងនិងអាណាព្យាបាលគ្រួសារដែលបានខិតខំចិញ្ចឹមបីបាច់កូនចៅឲ្យក្លាយជាពលរដ្ឋល្អឯកឧត្តមជាវតាយបានថ្លែងសន្ទរកថាដោយគូបញ្ជាក់ថាគ្រួសារមានតួនាទីសំខាន់ក្នុងសង្គមជាតិដែលយើងអាចនិយាយបានថាគ្រួសារគឺជាកោសិកានៃសង្គមប្រជាជាតិមួយមានការរីកចម្រើនទៅបានលុះត្រាមានគ្រួសារដែលមានសុភមង្គលដោយសមាជិកគ្រួសារទទួលបានភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ព្រមទាំងមានជីវភាពរស់នៅសមរម្យមានចំណេះដឹងជ្រៅជ្រះនិងមានសីលធម៌រស់នៅល្អនិងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀតនោះមេគ្រួសារគ្រប់រូបត្រូវបន្តការលើកកម្ពស់ថែទាំការអប់រំទាំងចិត្តនិងគំនិតនិងការបណ្ដុះបណ្ដាលឲ្យសមាជិកក្នុងក្រុមគ្រួសារគ្រប់រូបឲ្យមានចំណេះដឹងជំនាញវិជ្ជាជីវៈនិងសមត្ថភាពខ្ពស់ក្នុងការប្រកបមុខរបរកសាងជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរពិសេសត្រូវចូលរួមចំណែកឲ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចនយោបាយនិងវប្បធម៌ឯកឧត្តមបានបន្តទៀតថារយៈកាលកន្លងមកនេះរាជរដ្ឋាភិបាលសម្រេចបានលើកស្នាដៃជាច្រើនដើម្បីលើកស្ទួយកម្រិតជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋសម្ដៅរួមចំណែកដល់ការអភិវឌ្ឍការធ្វើសុខដុមនីយកម្មគ្រួសារទូទាំងប្រទេសរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សុខុមាលភាពនិងសុខដុមនីយកម្មគ្រួសារដើម្បីបង្កលក្ខណៈកាន់តែមានភាពល្អប្រសើរដល់ប្រជាពលរដ្ឋគ្រប់រូបក៏ដូចជាគ្រួសារនីមួយៗក្នុងការប្រើប្រាស់នៅសក្តានុពលនិងសមត្ថភាពដែលខ្លួនមានចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារសហគមន៍និងសង្គមយើងឲ្យមានការរីកចម្រើនរុងរឿងថែមទៀតក្នុងឱកាសនោះដែរតំណាងគ្រួសារចំនួន200នាក់ដែលបានចូលរួមទទួលបានសារ៉ុង1ក្រមា1នំប៉័ង2ដើមទឹកសុទ្ធ1ដបនិងថវិកា20000រៀលមន្ត្រីរាជការនៅក្នុងខេត្តព្រៃវែងចំនួន1000នាក់បានទទួលមួកសុវត្ថិភាពពីអាដាមអគ្គស្នងការនគរបាលជាតិ
អាយដាមនេះដំសនីយុនឈុននីអគ្គស្នងការរងនគរបាលជាតិបាននាំយកមួកសុវត្ថិភាពចែកជូនមន្ត្រីរាជការលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សកងកម្លាំងនគរបាលសរុបចំនួន 1000 នាក់នៅវិទ្យាល័យហ៊ុនសែនពៀនរៀងស្រុកស្វាយអន្តរខេត្តព្រៃវែងកាលពីថ្ងៃទី 9 ខែឧសភាឆ្នាំ 2015 លោកឧត្តមសេនីយ៍ត្រីរស់វណ្ណាស្នងការរងនឹងជាប្រធានការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តបានលើកឡើងថាក្នុងឆ្នាំ 2014 មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង 296 លើកលើ 256 បណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់និងខូចខាតសម្ភារៈក្នុងនោះមនុស្សស្លាប់ចំនួន 225 នាក់រងរបួសធ្ងន់ចំនួន 500 នាក់រងរបួសស្រាល 182 នាក់រីឯការខូចខាតសម្ភារៈរួមមានរថយន្តចំនួន 143 គ្រឿងម៉ូតូចំនួន 314 គ្រឿងនិងយានជំនិះផ្សេងៗទៀតចំនួន 31 គ្រឿងអាយដាមកៅសេនអភិបាលរងខេត្តនិងអាយដាមនាយដំសនីយុនឈុននីអគ្គស្នងការរងនគរបាលជាតិបានថ្លែងថាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីកត្តាមនុស្សកត្តាផ្លូវថ្នល់និងកត្តាយានយន្តការចែកមួកសុវត្ថិភាពនៅថ្ងៃនេះមានគោលបំណងដើម្បីឲ្យបងប្អូនសិស្សានុសិស្សលោកគ្រូអ្នកគ្រូកងកម្លាំងទាំងអស់នៅពេលធ្វើដំណើរតាមយានយន្តទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពជាប្រចាំដើម្បីការពារជីវិតអ្នកនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ពិសេសនៅពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងចេះអធ្យាស្រ័យគ្នាយោគយល់គ្នានោះការធ្វើដំណើរពិតជាមានសុវត្ថិភាពអាយដាមបានបន្តថានៅឆ្នាំ 2014 ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាង 2000 នាក់និងរងរបួសជាង 8000 នាក់អាយដាមក៏បានធ្វើការអំពាវនាវដល់មាតាបិតាសិស្សទាំងអស់មុនពេលកូនចេញទៅសិក្សាត្រូវធ្វើការណែនាំឲ្យពាក់មួកសុវត្ថិភាពជាប្រចាំដើម្បីការពារនៅពេលមានគ្រោះថ្នាក់អាយដាមបានបន្តថាដើម្បីជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ត្រូវពាក់មួកសុវត្ថិភាពបើពិសាគ្រឿងស្រវឹងសូមកំបើកបរបើកបរសូមកុំពិសាគ្រឿងស្រវឹងនិងត្រូវរួមគ្នាអនុវត្តពាក្យស្លោកថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនអាយដាមសង្ឃឹមថាសមត្ថកិច្ចនគរបាលចរាចរណ៍និងអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទនិងប្រជាពលរដ្ឋគប្បីយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃលោកនាងជាទីគោរពឥឡូវនេះយើងងាកទៅមើលពីការអភិវឌ្ឍនៅតាមទីវត្តអារាមឯនោះវិញគឺខ្លោងទ្វារក៏ដូចជាស្រះទឹកនិងសមិទ្ធផលនានានៅក្នុងវត្តអមរិតមានជ័យហៅវត្តស្រែប្រាំងដែលស្ថិតនៅក្នុងខេត្តកំពង់ចាមត្រូវបានរីកដុះដាលបន្ថែមទៀតហើយក្រោមសទ្ធាជ្រះថ្លារបស់លោកចៅសង្កាត់ព្រែកឫស្សីនិងភរិយានៅព្រឹកថ្ងៃទី 11 ខែឧសភាឆ្នាំ 2015 លោកក្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកចំការលើបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ខ្លោងទ្វារនិងស្រះទឹកដែលជាអំណោយរបស់លោកអេងថនចៅសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្ដាលដោយមានប្រជាពលរដ្ឋចូលរួមជាង 500 នាក់លោកក្លូតសុខុមប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំតាប្រុកស្រុកចំការលើបានឲ្យដឹងថាឃុំតាប្រុកជាឃុំមួយក្នុងចំណោមឃុំទាំង 8 នៃស្រុកចំការលើខេត្តកំពង់ចាមដែលមានព្រំប្រទល់ខាងជើងជាប់នឹងឃុំកគីធំនិងឃុំឈូកខ្សាច់ស្រុកបារាយខេត្តកំពង់ធំខាងត្បូងជាប់នឹងឃុំលវាលើឃុំចំការអណ្ដូងខាងកើតជាប់នឹងឃុំលវាលើខាងលិចជាប់នឹងឃុំចំការអណ្ដូងមានប្រជាពលរដ្ឋរស់នៅចំនួន 1529 គ្រួសារការងារសន្តិសុខសម្រាប់ធ្នាប់សាធារណៈអនុវត្តបានល្អប្រសើរនៅគោលនយោបាយ9ចំណុចស្ដីពីភូមិឃុំមានសុវត្ថិភាពដែលធ្វើឲ្យប្រជាពលរដ្ឋមានការរស់នៅប្រកបដោយភាពសុខដុមរមនាលោកមេឃុំក៏បានបញ្ជាក់ដែរថាពិធីបុណ្យសម្ពោធនៅថ្ងៃនេះរួមមានខ្លោងទ្វារនិងស្រះទឹកចំណាយថវិកាអស់ $23,500 ដែលជាអំណោយរបស់លោកអេងថនចៅសង្កាត់ព្រែកឫស្សីក្រុងតាខ្មៅនិងភរិយាព្រមទាំងបុត្រនិងលោកស្រីអេងសួរនិងស្វាមីព្រមទាំងបុត្រក្រៅពីអំណោយខ្លោងទ្វារនិងស្រះទឹកលោកអេងថននិងអ្នកស្រីអេងសួរក៏បានផ្ដល់ថវិកាសម្រាប់តម្កល់កសាងក្នុងវត្តគិរីអមរិតមានជ័យហៅវត្តស្រែប្រាំងចំនួនទឹកប្រាក់10លានរៀលជួយឧបត្ថម្ភវត្ត3ផ្សេងទៀតគឺវត្តតាប្រុកជើងថវិកា 40,000 រៀលវត្តរំជែកលើថវិកា 40,000 រៀលនិងវត្តរំជែកក្រោមថវិកា 40,000 រៀលផងដែរថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋលោកក្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកចំការលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារសប្បុរសជនដែលបានលះបង់បរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្តស្រែប្រាំងដែលគឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិទាំងមូល
ឲ្យមានការរីកចម្រើនគ្រប់វិស័យស្របតាមឧត្តមគតិដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែនដែលជានិច្ចជាកាលខិតខំគិតគូរគៀងគរអំណោយពីសប្បុរសជនក៏ដូចជាបណ្ដាប្រទេសជាមិត្តដើម្បីយកមកកសាងប្រទេសឲ្យមានការរីកចម្រើនរុងរឿងពីមួយឆ្នាំទៅមួយឆ្នាំដែលផ្ទុយពីមតិរបស់ក្រមប្រឆាំងមួយចំនួនលើកឡើងថាប្រទេសកម្ពុជាចេះតែក្រទៅដែលសម្ដីអគតិទាំងនេះមិនអាចបំភាន់ការពិតដែលប្រជាពលរដ្ឋបានឃើញបានយល់ពីសមិទ្ធផលនិងទង្វើស្នាដៃរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីបានជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទអាជ្ញាធរដែនដីនិងជូនអំណោយដល់ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីចំនួន550នាក់ក្នុងម្នាក់សម្ពុតសឹងមួយដុំនិងថវិកា 5,000 រៀលផងដែរខ្ញុំបាទលីពៅរាយការណ៍ពីខេត្តកំពង់ចាមដែលឡែកប្រជាពលរដ្ឋក្រីក្រនិងសិស្សានុសិស្សប្រមាណជា800នាក់នៅក្នុងស្រុកលវីអែមទទួលបានអំណោយមនុស្សធម៌ពីក្រុមហ៊ុនអូណូតាក់ស៊ីងប្រជាពលរដ្ឋក្រីក្រចំនួន200គ្រួសារនិងសិស្សានុសិស្សចំនួន600នាក់នៅក្នុងឃុំទឹកឃ្លាំងនិងឃុំលវីសស្រុកលវីអែមខេត្តកណ្ដាលទទួលបានអំណោយសប្បុរសធម៌ពីក្រុមហ៊ុនតាក់ស៊ីអូណូដោយសហការជាមួយក្លឹបបេះដូងយុវជនកាលពីថ្ងៃទី9ឧសភាថ្មីកន្លងមកនេះដែលក្នុងនោះមួយគ្រួសារទទួលបានអង្ករ10គីឡូក្រាមមានមួយកេះក្រមាមួយនិងសារ៉ុងមួយសម្រាប់ក្មួយសិស្សានុសិស្ស600នាក់ម្នាក់ទទួលបានសៀវភៅប៊ិចខ្មៅដៃនិងសម្ភារៈសិក្សាមួយចំនួនទៀតក្រៅពីកម្មវិធីផ្ដល់កញ្ចប់សប្បុរសធម៌នេះក្រុមហ៊ុនអូណូតាក់ស៊ីនិងក្លឹបបេះដូងយុវជនក៏បានបង្កើតឲ្យមានការប្រកួតបាល់ទាត់រវាងសិស្សានុសិស្សរបស់សាលាបឋមសិក្សាហ៊ុនសែនតាក្លៀងជាមួយសាលាបឋមសិក្សាលវីសដើម្បីជានិមិត្តរូបនៅក្នុងការគាំទ្រការលេងកីឡាដើម្បីបញ្ជះកុមារឲ្យជិះឆ្ងាយពីគ្រឿងញៀនផងដែរលោកអូណូអគ្គនាយកក្រុមហ៊ុនតាក់ស៊ីបានលើកឡើងថាក្រុមហ៊ុនតាក់ស៊ីរបស់លោកទើបតែបានចាប់ផ្ដើមរកស៊ីនៅកម្ពុជាប៉ុណ្ណោះការបង្កើតឲ្យមានក្រុមហ៊ុននេះក្នុងគោលបំណងស្វែងរកចំណូលដើម្បីកម្មវិធីសប្បុរសធម៌នៅកម្ពុជាលោកបានបន្តទៀតថាជាបន្តបន្ទាប់ទៀតក្រុមហ៊ុននឹងមានកម្មវិធីមនុស្សធម៌នៅតាមបណ្ដាខេត្តក្រុងនានាតាមរយៈការផ្ដល់អំណោយដល់ជនក្រីក្រនិងសិស្សានុសិស្សក្រីក្រជាបន្តទៀតសូមបញ្ជាក់ផងដែរថាក្លឹបបេះដូងយុវជនបានបង្កើតឡើងដើម្បីផ្ដល់ឱកាសឲ្យយុវជនបានចូលរួមចែករំលែកទូនីតិនិងសេចក្តីស្រឡាញ់របស់ខ្លួនចំពោះសង្គមព្រមទាំងចូលរួមគាំទ្រជាមួយមូលនិធិពីក្រុមហ៊ុនអូណូតាក់ស៊ីដែលជាក្រុមហ៊ុនស្វែងរកចំណូលដើម្បីគាំទ្រកម្មវិធីសប្បុរសធម៌នៅកម្ពុជាលោកនាងទីគោរពឥឡូវនេះយើងងាកទៅមើលពីបទល្មើសចោរកម្មវិញម្ដងដែលតាក់ទិនទៅនឹងជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលពោធិ៍ផ្សារដើមថ្កូវធ្វើការឃាត់ខ្លួនបានភ្លាមបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបហើយត្រូវបានចាក្រោយពីម្ចាស់របស់នោះបានប្តឹងប្រហែលជាជាង1ម៉ោងជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលពោធិ៍ផ្សារដើមថ្កូវឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់កាបូបបានសម្រេចស្ថិតនៅផ្លូវលេខ271កាយនឹងផ្លូវថ្មីភូមិ7សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនកាលពីវេលាម៉ោង 8:30 នាទីព្រឹកថ្ងៃទី11ខែឧសភាឆ្នាំ2015មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះសឿនពៅជាជនគ្មានមុខរបរពិតប្រាកដចំណែកជនរងគ្រោះឈ្មោះគង់សុផាន់ណារ៉ូភេទប្រុសអាយុ26ឆ្នាំស្នាក់នៅផ្ទះលេខ 56A ផ្លូវលេខ218សង្កាត់ទឹកឡោ3ខណ្ឌទួលគោកប្តឹងពីបទឆក់កាបូបដែលក្នុងនោះមានប្រាក់ចំនួន$200អាមេរិកនិងលុយខ្មែរចំនួន30,000រៀលរួមនឹងឯកសារមួយចំនួនទៀតផងដែរយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះតែម្នាក់ឯងទៅកន្លែងធ្វើការនៅច្បារអំពៅដោយទុកកាបូបលុយក្នុងហប៉ៅខាងស្ដាំខាងក្រោយលុះដល់ផ្លូវលេខ271កាយនឹងផ្លូវថ្មីភូមិ7បានឈប់ម៉ូតូរងចាំស្តុបពណ៌ខៀវគណៈនោះស្រាប់តែមានជនសង្ស័យម្នាក់ដើរមកពីក្រោយរួចឆក់កាបូបរត់ទៅតាមច្រកក្រោមផ្ទះប្រជាពលរដ្ឋក្បែរនោះគេចខ្លួនបានជនរងគ្រោះបានបញ្ជាក់ទៀតថាភ្លាមនោះក្រោយពីពេលកើតហេតុបន្តិចគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវលុះ1ម៉ោងក្រោយមកទទួលបានពាក្យបណ្ដឹងកម្លាំងនគរបាលបានស្វែងរកនិងចាប់ខ្លួនជនសង្ស័យបានប៉ុន្តែប្រាក់និងឯកសារមួយចំនួនក្នុងកាបូបបានបាត់បង់ទាំងស្រុងខ្ញុំប៊ុនធីធ្វើសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញចាយើងបន្តទៅបទល្មើសព្រៃឈើឯនោះវិញតាក់ទិនទៅនឹងឈើធ្នង់ដឹកតាមឡានទូរីប្រុងលោតឆាត់ត្រូវបានកម្លាំងស្នាក់ការសន្តិសុខ551ចាប់ប្រគល់ទៅឲ្យមេព្រៃ
ឈើធ្នង់ចំនួន6សន្លឹកនៅរថយន្តមួយគ្រឿងត្រូវបានបង្ក្រាបខណៈដែលពួកឈ្មួញបំរុងដឹកលោតឆាត់ចូលក្រុងភ្នំពេញស្ងាត់ៗហើយត្រូវបានកម្លាំងស្នាក់ការសន្តិសុខ551ចេញល្បាតសង្ស័យដេញខាត់ឆែកឃើញឈើទាំងនោះហើយបានប្រគល់ទៅឲ្យជំនាញនៃសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គចាត់ចែងតាមច្បាប់បើតាមរបាយការណ៍បានដឹងថានៅវេលាម៉ោង 6:50 នាទីថ្ងៃទី 8 ខែឧសភាឆ្នាំ2015កម្លាំង4នាក់របស់ស្នាក់ការបានដើរល្បាតក្នុងភូមិសាស្ត្រស្រុកតាមបទបញ្ជារបស់មេបញ្ជាការកោរិវត្តហាត់ខេត្តកំពង់ស្ពឺក៏បានប្រទះឃើញនៅរថយន្តទូរីសមួយដែលគួរឲ្យសង្ស័យក៏បានដេញស្ទាក់ឃាត់និងសុំការត្រួតពិនិត្យដល់ចំណុចភូមិស្រះកែវឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺប្រភពបានដឹងថាក្រោយពីឃាត់ជាប់ក៏បានឆែកឃើញឈើមួយចំនួនដែលក្នុងនោះមានឈើចំនួន6សន្លឹកនិងមានគ្រឿងមួយចំនួនទៀតដែលដឹកតាមផ្លូវជាតិលេខ42ឡើងលើផ្លូវជាតិលេខ5ប្រភពបញ្ជាក់ថាអ្នកបើកបរមានឈ្មោះច័ន្ទលៀងភេទប្រុសអាយុ38ឆ្នាំរស់នៅភូមិស្វាយរលំឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាលបើកឡានម៉ាកសាំយ៉ុងពសពាក់ស្លាកលេខភ្នំពេញ 2K3725 ចេញពីស្រុកអូរ៉ាល់ឆ្ពោះទៅក្រុងភ្នំពេញក្រោយពីបានខាត់ខ្លួននិងចាប់បានឈើកម្លាំងស្នាក់ការ551ក៏បានសហការប្រគល់ទៅឲ្យសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គក្នុងការវាស់វែងទៅតាមច្បាប់ស្តីពីព្រៃឈើចំណែកអ្នកបើកបរនឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការប្រពន្ធបានដឹងចុងក្រោយថាឡានដែលចាប់បាននោះគិតមកដល់ម៉ោង11ថ្ងៃទី9ខែឧសភាឆ្នាំ2015នេះនៅមិនទាន់បានវាស់វែងរួចរាល់ដឹងតួលេខច្បាស់លាស់នៅឡើយទេលោកអ្នកនាងទីគោរពយោងតាមសេចក្តីរាយការណ៍ដែលយើងទទួលបាននោះបានឲ្យដឹងថាព្រៃឡង់ត្រូវបានគេលួចកាប់ឆ្ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិហើយត្រូវបានប្រជាពលរដ្ឋចោទទៅលើសមត្ថកិច្ចថាខ្វះចំណាត់ការតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកកាប់ឆ្ការព្រៃយកដីធ្វើជាកម្មសិទ្ធិនិងអ្នកអាចឈើធ្វើសកម្មភាពពេញព្រៃក្នុងតំបន់ព្រៃឡង់ដែលភាគច្រើនត្រូវបានគេដឹងថាគឺជារបស់សមត្ថកិច្ចដូចជាមន្ត្រីប៉ូលីស PM និងមន្ត្រីរាជការក្នុងស្រុកសណ្ដានខេត្តកំពង់ធំរីឯប្រជាពលរដ្ឋស្ទើរតែពុំមានដោយសារតែប្រជាពលរដ្ឋអាចឈើបន្តិចបន្តួចត្រូវបានគេគំរាមចាប់ដាក់គុកដាក់ច្រវាក់ប្រភពដដែលបានទម្លាយឲ្យដឹងថាលោកសុកច័ន្ទថនជាមន្ត្រីកោរិវត្តហាត់ស្រុកសណ្ដានបានធ្វើសកម្មភាពជួលមនុស្ស6នាក់ឲ្យអាចឈើឲ្យខ្លួននិងឲ្យប្រពន្ធចុងឈ្មោះស្រីខួចជាអ្នកមើលការខុសត្រូវរួចដឹកមកដាក់នៅផ្ទះរបស់ស្រីខួចលោកសុកច័ន្ទថនបានប្រាប់តាមទូរស័ព្ទថាលោកអត់បានរកស៊ីពាក់ព័ន្ធនោះទេចំណែកលោកវងមេបញ្ជាការកោរិវត្តហាត់ស្រុកសណ្ដានបានឲ្យដឹងតាមទូរស័ព្ទថាលោកអរគុណណាស់ចំពោះការផ្ដល់ព័ត៌មាននៅទង្វើមន្ត្រីរបស់លោកបានបន្តថាទើបតែទទួលបានបទបញ្ជាព្រឹកមិញពីអភិបាលស្រុកឲ្យកម្លាំងដែលប្រចាំការជាមួយមេព្រៃឲ្យចូលបន្ទីវិញទាំងអស់និងឈប់ឲ្យប្រចាំការជាមួយសមត្ថកិច្ចជំនាញចំណែកឯព្រៃឡង់ដែលមានការកាប់ឆ្ការរុករានយកដីដោយមានការកាប់បំផ្លាញនោះគឺសុទ្ធតែជាដីរបស់លោកនេះលោកនោះគ្មានដីប្រជាប្រដ្ឋនោះទេបច្ចុប្បន្នព្រៃឡង់បានក្លាយទៅជាព្រៃចំការព្រៃស្វាយចន្ទីព្រៃដំឡូងមីរីឯព្រៃគឺមានតែតាមដងផ្លូវតែប៉ុណ្ណោះចាប់ព័ត៌មានបន្តទៅទៀតនេះតេតិនទៅនឹងចំណងដែររបស់គូស្វាមីនិងភរិយានៅក្នុងពិធីអាពាហ៍ពិពាហ៍ត្រូវបានចោលកំណាចគ្មានធម៌មេត្តាលួចយកអស់ពិធីអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាមួយបានរៀបចំធ្វើឡើងនៅថ្ងៃទី9ខែឧសភាឆ្នាំ2015ស្ថិតនៅក្នុងភូមិកណ្ដាលទួលឃុំកំពង់ត្រាចខេត្តលិចស្រុកកំពង់ត្រាចខេត្តកំពតដែលប្រព្រឹត្តធ្វើយ៉ាងអធិកអធមហើយត្រូវបានបញ្ចប់នៅវេលាម៉ោង11យប់ក្នុងថ្ងៃដដែលភ្ញៀវកិត្តិយសក៏បានវិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនសម័យដើមការក៏បានរាប់ប្រាក់ចំណងដៃដើម្បីចំណាយក្នុងពិធីនេះដោយយកទៅទុកនៅក្នុងបន្ទប់កូនក្រមុំក្នុងនោះមានកូនប្រុសស្រីចូលទៅដេកនៅទីនោះផងដែរតែបន្ទប់នោះមិនមានពីដានលើនោះទេចំណែកឪពុកម្ដាយដេកនៅក្នុងផ្ទះនោះដែរហើយបិទទ្វារជិតទាំងអស់លុះព្រឹកឡើងទើបដឹងថាបាត់ប្រាក់ចំណងដៃអស់ចំនួនជាង20លារៀលដោយមានស្នាមជើងចេញពីបន្ទប់និងបើកទ្វារក្រោយចេញផងដែរតែមិនដឹងថាតើចៅនោះមានចំនួនប្រមាណអ្នកហើយចៅនោះចូលទៅលួចនៅវេលាម៉ោងប៉ុន្មាននោះដែរក្នុងករណីកលនេះសមត្ថកិច្ចកំពុងតែធ្វើការតាមដានដើម្បីស្រាវជ្រាវរកជនខិលខូចដែលបានប្រព្រឹត្តនៅអំពើចោរកម្មនេះយកមកដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរលោកនាងជាទីគោរពសេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ឯណោះវិញគឺតេតិនទៅនឹងយុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការពីបទចាប់រំលោភនៅព្រឹកថ្ងៃច័ន្ទទី11ខែឧសភាឆ្នាំ2015នគរបាលបានចាប់បញ្ជូនក្មេងស្ទាវម្នាក់ទៅតុលាការបន្ទាប់ពីក្រុមគ្រួសារក្មេងស្រីម្នាក់បានចោទពីបទរំលោភទ្រព្យសន្តិវៈលើក្មេងស្រីអាយុ11ឆ្នាំនៅក្នុងលូរំដោះទឹកមួយកន្លែងខាងក្រោយផ្ទះជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការបន្ទាប់ពីបានចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី9ខែឧសភាឆ្នាំ2015នៅក្នុងភូមិក្បាលហុងសង្កាត់ផ្ទះព្រៃក្រុងនិងខេត្តពោធិ៍សាត់
នគរបាលព្រំប្រទានកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានដឹងថាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះសុករតនាអាយុ20ឆ្នាំមានមុខរបរជាកម្មកររស់នៅក្នុងភូមិកាត់ហេតុខាលើនៅមានផ្ទះនៅក្បែរគ្នាជាមួយនឹងក្មេងស្រីរងគ្រោះរីឯក្មេងស្រីរងគ្រោះឈ្មោះដូសផូអាយុ11ឆ្នាំរស់នៅភូមិជាមួយគ្នាបើតាមពាក្យបណ្ដឹងគ្រួសាររងគ្រោះបានរៀបរាប់ថាមុនពេលកាត់ហេតុក្មេងស្រីរងគ្រោះបានដើរលេងនៅមុខផ្ទះរបស់នាងជនសង្ស័យក៏បានហៅនាងឲ្យជួយទិញបារីឲ្យរូបគេលុះពេលនាងត្រឡប់ពីទិញបារីវិញបានយកទៅឲ្យជនសង្ស័យខណៈនៅផ្ទះជនសង្ស័យនិងផ្ទះក្មេងស្រីរងគ្រោះមិនមានមនុស្សនៅជនសង្ស័យក៏បានចាប់នាងខ្ទប់មាត់រួចអស់ទៅខាងក្រៅផ្ទះចម្ងាយប្រមាណជាង40ម៉ែត្រនិងបានគំរាមក្មេងស្រីរងគ្រោះមិនឲ្យស្រែកហើយបើហ៊ានស្រែកគេនឹងច្របាច់កសម្លាប់ចោលជនសង្ស័យគំរាមក្មេងស្រីរងគ្រោះបណ្ដាអស់នាងបណ្ដារួចទាញចូលទៅក្នុងលូគ្មានទឹកដែលទុកសម្រាប់រំដោះទឹករួចក៏ធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះតែម្ដងក្មេងស្រីរងគ្រោះបានរៀបរាប់នៅក្នុងបណ្ដឹងឲ្យដឹងថាជនសង្ស័យបានចាប់នាងរំលោភរហូតដល់ទៅ2ដងក្នុងរយៈពេលមិនដល់20នាទីហើយក៏បានដើរចេញពីកន្លែងកាត់ហេតុតែមុនពេលដើរចេញជនសង្ស័យបានគំរាមនាងសាជាថ្មីថាមិនឲ្យប្រាប់រឿងទាំងអស់ដែលបានកើតឡើងឲ្យអ្នកណាបានដឹងឡើយបើមិនដូច្នេះទេគេនឹងសម្លាប់នាងចោលដោយសារតែក្មេងស្រីរងគ្រោះឈឺចាប់នៅលើប្រដាប់ភេទរបស់នាងក៏បានទម្លាយរឿងនិងសកម្មភាពរបស់ជនសង្ស័យប្រាប់ឪពុកម្ដាយទើបឈានទៅដាក់ពាក្យបណ្ដឹងចាប់ជនសង្ស័យតែម្ដងបើតាមអ្នកភូមិបានដឹងថាជនសង្ស័យម្នាក់នេះគឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនហើយអ្វីដែលជនសង្ស័យបានប្រើក្មេងស្រីរងគ្រោះឲ្យទៅទិញបារីនោះជាល្បិចកលរបស់ជនសង្ស័យខណៈដែលឪពុកម្ដាយបងប្អូននិងប្រជាប្រដ្ឋនាំគ្នាចេញទៅធ្វើការបាត់អស់សេចក្តីរាយការណ៍ពីខេត្តស្វាយរៀងឯណោះវិញគឺមានយុវជនម្នាក់ត្រូវបាននគរបាលនៅក្នុងខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនពីបទរំលោភលើសេចក្តីទុកចិត្តរបស់ថៅកែខ្លួនសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឃាត់ខ្លួនយុវជនម្នាក់តាមពាក្យបណ្ដឹងរបស់ម្ចាស់ដេប៉ូលក់ទឹកសុទ្ធពីបទរំលោភលើសេចក្តីទុកចិត្តនិងសង្ស័យប្រើប្រាស់ថ្នាំកាលពីវេលាម៉ោង 11:30 នាទីព្រឹកថ្ងៃទី 10 ខែឧសភាឆ្នាំ 2015នៅក្នុងភូមិសាលាស្រុកចាស់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងយោងតាមសមត្ថកិច្ចនគរបាលព្រំប្រទានកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានដឹងថាយុវជនសង្ស័យមានឈ្មោះមីចម្រើនអាយុ22ឆ្នាំមុខរបរអ្នកដឹកទឹកសុទ្ធមានទីលំនៅនៅក្នុងភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងសមត្ថកិច្ចនគរបាលព្រំប្រទានកម្រិតស្រាលបានបន្តថារីឯម្ចាស់ដេប៉ូទឹកសុទ្ធរងគ្រោះមានឈ្មោះអ៊ូពុនលោកភេទប្រុសអាយុ37ឆ្នាំមានទីលំនៅនៅភូមិសាលាស្រុកចាស់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងបានដាក់ពាក្យបណ្ដឹងថាជនសង្ស័យបានរំលោភលើសេចក្តីទុកចិត្តកាលពីថ្ងៃទី 7 ខែឧសភាឆ្នាំ 2015សរុបជាទឹកប្រាក់ចំនួន 5,34,900 រៀលសមត្ថកិច្ចនគរបាលបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះមីចម្រើនបានក្បត់សេចក្តីទុកចិត្តតាមរយៈរូបភាពដើរដាក់ទឹកសុទ្ធឲ្យម៉ួយជាច្រើនកន្លែងហើយប្រមូលលុយដែលលក់បានដើរស៊ីចាយអស់ហើយគ្មានលុយសងទើបម្ចាស់ដេប៉ូទឹកដាក់ពាក្យបណ្ដឹងតែម្ដងទៅគួរបញ្ជាក់ថាជនសង្ស័យខាងលើនេះគឺធ្លាប់បានប្រើប្រាស់ថ្នាំញៀនខណៈទើបតែចូលធ្វើការខាងផ្នែកលក់ទឹកសុទ្ធឲ្យម្ចាស់ដេប៉ូបានរយៈពេលជាង1ឆ្នាំប៉ុណ្ណោះជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រំប្រទានកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី 12 ខែឧសភាឆ្នាំ 2015 កាត់ទោសតាមច្បាប់ព័ត៌មានជាចុងក្រោយនេះតេតិនទៅនឹងកម្លាំងជំនាញសមត្ថកិច្ចនគរបាលនៅក្នុងខេត្តស្វាយរៀងបានចោទបង្ក្រាបបទល្មើសរថយន្តដឹកអេតចាយមួយគ្រឿងដែលបានបង្កប់ឈើប្រណិតពីក្រោមខណៈដែលកំពុងតែធ្វើដំណើរចេញទៅប្រទេសវៀតណាមដែលស្ថិតនៅក្នុងស្រុកកំពង់រោកម្លាំងជំនាញសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានសហការជាមួយកម្លាំងនគរបាលស្រុកធ្វើការចោះបង្ក្រាបបទល្មើសនាំឈើចេញទៅប្រទេសវៀតណាមខុសច្បាប់និងធ្វើការខត់បារថយន្តមួយគ្រឿងនិងសម្ភារៈមួយចំនួនកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 10 ខែឧសភាឆ្នាំ 2015ស្ថិតនៅចំណុចព្រែកព្រំដែនភូមិព្រៃវល្លិឃុំថ្មីស្រុកកំពង់រោខេត្តស្វាយរៀងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានដឹងថារថយន្តដែលសមត្ថកិច្ចឃាត់បានម៉ាក Hyundai ពណ៌សលីឃីវពាក់ស្លាកលេខភ្នំពេញ 3A3465 រីឯអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយឃើញសភាពមិនស្រួលបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដងចំណែកវត្ថុតាងដែលរឹបអូសបានរួមមានទូមួយគ្រឿងក្រែប្រអប់ធំ2គ្រឿងកៅអី10និងគ្រោងទ្វារចំនួន14និងឈើកំណាត់មួយចំនួនទៀតផងដែរសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានបន្តទៀតថាក្រោយពីមានការសង្ស័យថាមានរថយន្តដឹកដែកអេតចាយបង្កប់ឈើមួយគ្រឿងបានចេញពីភ្នំពេញឆ្ពោះទៅកាន់ច្រកព្រែកព្រំដែនព្រៃវល្លិហើយបាននឹងកំពុងផ្ទេរពីរថយន្តទៅទូកទើបកម្លាំងសហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបជាក់ស្ដែងតែម្ដងបច្ចុប្បន្នសមត្ថកិច្ចបានអស់រថយន្តព្រមទាំងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់លោកអ្នកនាងជាទីគោរពពេលវេលានៃការផ្សាយផ្ទាល់នៅក្នុងកម្មវិធីព័ត៌មានពេលរសៀលរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ូលី11នៅក្នុងពេលនេះបានឈានចូលដល់ទីបញ្ចប់អរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកនាងនៅពេលនេះនាងខ្ញុំលីដារួមជាមួយនឹងក្រុមការងារផ្សាយផ្ទាល់ទាំងអស់សូមអរគុណសូមគោរពលា
លើភូមិសាស្ត្ររបស់យុទ្ធភូមិភាគទទួលខុសត្រូវដែលមានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាមមានព្រំដែនគោកប្រវែង117គីឡូម៉ែត្រនិងព្រះរាជាណាចក្រថៃប្រវែង53គីឡូម៉ែត្រគឺអនុវត្តជាប្រចាំទៅតាមកម្មវិធីកាលបរិច្ឆេទដែលបានកំណត់ដោយអនុវត្តតាមអនុសារណៈយោគយល់គ្នារវាងបណ្ដាក្រសួងការពារប្រទេសក្នុងជំហរស្មារតីមិត្តភាពសន្តិភាពកិច្ចសហប្រតិបត្តិការនិងមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកជាក់ស្ដែងវៀតណាមបានឧបត្ថម្ភសម្ភារៈថវិកាសំណង់យ៉ាងច្រើនដល់យុទ្ធភូមិភាគរួមមានសំណង់អគារសេនាធិការការិយាល័យទី3ទី5សាលប្រជុំឲ្យអនុវត្តទៅតាមគឺថាកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយនឹងក្រសួងការពារជាតិរបស់កម្ពុជាជាមួយផែនការរបស់អគ្គបញ្ជាការក៏ដូចជាមេបញ្ជាការឋានកងទ័ពជើងគោកយុទ្ធភូមិភាគទី3របស់ខ្ញុំនេះត្រូវចងសម្ព័ន្ធមិត្តភាពជាមួយយុទ្ធភូមិភាគទី9បាទយុទ្ធភូមិភាគទី9អញ្ចឹងការទំនាក់ទំនងសម្ព័ន្ធមិត្តភាពនេះគឺល្អណាស់គឺល្អណាស់គឺយើងអនុវត្តទៅតាមផែនការរបស់ក្រសួងការពារជាតិដែលបានចុះទី1យើងបានអនុវត្តនៅកិច្ចសហការការពារសន្តិសុខនិងពង្រឹងស្ថានភាពតាមបណ្ដោយព្រំដែនបានល្អអញ្ចឹងកិច្ចសហការតាមបណ្ដោយព្រំដែនមានអីខ្លះតាំងពីមិត្តរំលោភបំពានគ្នាមិនអោយគឺថាជួញដូរមនុស្សឆ្លងកាត់ព្រំដែនមិនអោយជន់ភារវកម្មឆ្លងកាត់ព្រំដែនគ្នាទៅវិញទៅមកឬក៏មិនអោយគ្រឿងញៀនជ្រៀតចូលតាមបណ្ដោយព្រំដែនគ្នាទៅវិញទៅមកកន្លងទៅនេះទាំងព្រំដែនវៀតណាមកម្ពុជាក៏ដូចជាព្រំដែនកម្ពុជាថៃដែរគឺយើងទំនាក់ទំនងតាមបណ្ដោយព្រំដែនបានល្អពិសេសព្រំដែនវៀតណាមនេះគឺយើងពង្រឹងស្ថានភាពបានល្អណាស់ហើយនិយាយរួមគឺថាយើងមកកលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋទាំងសងខាងមានការអភិវឌ្ឍហើយទី2គឺកិច្ចសហការសិក្សានិងបោះដាំបង្គោលព្រំដែននៅតាមបណ្ដោយព្រំដែនមកដល់ពេលនេះយើងគឺថាចិត្តសម្រាប់ជាស្ថាពរហើយនៅទឹកយុទ្ធភូមិភាគទី3នេះចំពោះការបោះបង្គោលព្រំដែននេះហើយខ្ញុំសូមបញ្ជាក់ដែរថាជួនឆ្លៀតឱកាសខ្លះជាតែលើកបញ្ហាការបោះព្រំដែននេះចេះចុះដល់នេះរំលោភដល់នោះរំលោភដល់នេះប៉ុន្តែបើយើងនិយាយឲ្យសាច់ចិត្តធម៌គឺថាខ្មែរយើងក៏មានធនធានមនុស្សគ្រប់គ្រាន់ដើម្បីពិនិត្យពិចារណាក្នុងកិច្ចការបោះបង្គោលព្រំដែនដែរពីព្រោះរឿងនេះជារឿងប្រវត្តិសាស្ត្របើអ្នកនោះអនុវត្តខុសគឺអ្នកនោះទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រដូច្នេះដល់ទិសរបស់យុទ្ធភូមិភាគទី3នេះគឺថាគ្រប់ជំនាញទាំងអស់មុននឹងបោះបង្គោលព្រំដែនមួយគឺថាមានការត្រួតពិនិត្យពិចារណាខុសត្រូវវែងឆ្ងាយណាស់តម្រាំតែសម្រាប់បង្គោលនីមួយៗមិនមែនទៅបោះបង្គោលដូចឆ្នាំកបីទេអាហ្នឹងគឺសូមបញ្ជាក់ថាភូមិភាគ3គឺមានការអនុវត្តល្អបញ្ហានេះយុទ្ធភូមិភាគបានសហការជាមួយស្ថាប័នស្វែងរកអត្តភាពកងទ័ពស្ម័គ្រចិត្តវៀតណាមពលីនៅលើទឹកដីកម្ពុជានិងបានធ្វើមាតុភូមិនិវត្តន៍អត្តភាពជាបន្តបន្ទាប់ជាមួយកងទ័ពថៃកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគហៅកាត់ថា OBC ចំនួន16លើកនិងបានឧបត្ថម្ភគ្នាទៅវិញទៅមកអំពីស្មារតីនិងសម្ភារៈកិច្ចសហការប្រកបដោយផ្លែផ្កាយោគយល់គ្នានិងមានភាពរីកចម្រើនជឿនលឿនប្រកបដោយសុខតិនិយមជាព្រំដែនសន្តិភាពមិត្តភាពនិងការអភិវឌ្ឍក្នុងបរិបទកំណែតម្រង់រយៈពេល5ឆ្នាំពីឆ្នាំ2010ដល់ឆ្នាំ2014របស់កងយុទ្ធពលខេមរៈភូមិន្ទនិយាយរួមយុទ្ធភូមិភាគទី3និយាយដោយឡែកក្នុងនោះបណ្ដាតំបន់បដិបត្តិការសឹករងកងឯកភាពសាលាចំណុះយុទ្ធភូមិភាគសុទ្ធតែបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងកិច្ចការពារជាតិសាសនាព្រះមហាក្សត្រការពារបូរណភាពទឹកដីការពារសន្តិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុងសង្គមទប់ស្កាត់រាល់អំពើអសកម្មទាំងឡាយដែលបង្កឡើងដោយពួកអមិត្តក្នុងនិងក្រៅប្រទេសខ្ញុំសូមថ្លែងអំណរគុណនិងសូមគោរពជូនពរដល់សម្ដេចទាំង3ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោរួមនឹងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលលោកទាំងពីរបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង
ដល់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ដោយពួកយើងខ្ញុំដែលជាកងយុទ្ធពលខេមរៈភូមិន្ទនឹងសូមគោរពជូនពរឯដល់បណ្ឌនាយករដ្ឋមន្ត្រីក្រសួងការពារជាតិដល់មកមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទដល់មេបញ្ជាការកងទ័ពជើងគោកសូមឯកឧត្តមទទួលបាននៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លីនឡើយបាទសូមអរគុណបន្ទាប់ពីបានធ្វើលំហាត់វឹកវើរៀនសូត្រទាំងផ្នែកទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងនៅលើទីលានអស់រយៈពេល2ឆ្នាំនៅក្នុងសាលានៅក្បួនច្បាប់យោធានិងចំណេះដឹងទូទៅរួចមកសិស្សនីតិហ៊ានសកម្មចំនួនទី17ទាំង120នាក់ដែលនៅក្នុងនោះមាននិស្សិតនីតិហ៊ានជានារីចំនួន19នាក់ផងនោះក៏ត្រូវបានគណៈគ្រប់គ្រងសាលានិងក្រុមគ្រូយោធាចារប្រចាំចំនួនរៀបចំនៅកម្មវិធីឲ្យនិស្សិតនីតិហ៊ានសកម្មចំនួនទី17ទាំងអស់ចុះធ្វើកម្មសិក្សាលំហាត់យុទ្ធវិធីថ្នាក់កងអនុស្នាតូចស្មើជើងវាយឆ្មក់នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខេត្តកំពង់ចាមនិងខេត្តកំពង់ធំដើម្បីវាស់ស្ទង់អំពីសមត្ថភាពគុណភាពថាតើសិស្សនីតិហ៊ានសកម្មទាំងអស់សម្រាប់ចំនួនទី17នេះបន្ទាប់ពីបានធ្វើការហ្វឹកហ្វឺននៅក្នុងសាលាហើយចេញមកអនុវត្តជាក់ស្ដែងនៅលើភូមិសាស្ត្រជាក់ស្ដែងមានការយល់ដឹងដល់កម្រិតណាដើម្បីពេលបញ្ចប់វគ្គសិក្ខាកាមធ្វើនិក្ខេបបទសម្រាប់ការប្រឡងបញ្ចប់វគ្គការដឹកនាំនិស្សិតនីតិហ៊ានសកម្មចំនួនទី17មកធ្វើការអនុវត្តជាក់ស្ដែងនៅលើទីលានលើកនេះគឺក្នុងគោលបំណងចង់វាស់ស្ទង់នៅកម្រិតយល់ដឹងរបស់និស្សិតទាំងអស់ថាក្រោយពីបានវឹកវើរៀនសូត្រទាំងផ្នែកទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងនៅក្នុងសាលាហើយចេញមកអនុវត្តជាក់ស្ដែងនៅក្នុងភូមិសាស្ត្រផ្ទាល់ថាតើសិស្សទាំងអស់មានការយល់ដឹងកម្រិតណាហើយក៏ចង់ឲ្យនីតិហ៊ានទាំងអស់ចេះដាក់ចេញនៅបទបញ្ជានៃការដឹកនាំបញ្ជាថ្នាក់កងអនុស្នាតូចនេះបានកម្រិតណាហើយក៏ចង់ពិនិត្យផងដែរអំពីគោលជំហរស្មារតីរបស់នីតិហ៊ានម្នាក់ចេះតស៊ូលុតដំពុះពៀគ្រប់ការលំបាកក្នុងការធ្វើលំហាត់នេះឲ្យបានសម្រេចជោគជ័យគណៈគ្រប់គ្រងវគ្គក៏បានឲ្យដឹងផងដែរថាការចុះធ្វើលំហាត់យុទ្ធវិធីកងអនុស្នាតូចវាយឆ្មក់លើកនេះតម្រូវឲ្យនិស្សិតនីតិហ៊ានសកម្មទាំង120នាក់ធ្វើយុទ្ធដំណើរទ័ពដោយថ្មើរជើងចេញពីចំណុចនៃវត្តមួយឈ្មោះថាវត្តឧត្តពរទៅកាន់តំបន់ក្បាលទឹកហើយបោះជំរំលាក់ខ្លួននៅតំបន់ក្បាលទឹករហូតដល់ពេលយប់ធ្វើការជ្រៀតកម្លាំងចូលទៅបោះជំរំគោលដៅទី2ដោយចេញពីតំបន់ក្បាលទឹកឆ្ពោះទៅតំបន់ស្វាយរួចបោះជំរំនៅទីនោះជាលក្ខណៈខ្លែងភេទលាក់ខ្លួនហើយធ្វើសកម្មភាពស៊ើបការខ្មាំងនៅតំបន់នោះរួចហើយរៀបចំផែនការប្រយុទ្ធនិងដាក់បទបញ្ជាចង្អុលបង្ហាញលើតុសាច់ដែលព្រមជាមួយនោះកម្លាំងទាំងអស់នឹងធ្វើសកម្មភាពជ្រៀតចូលទៅកាន់ទីតាំងប្រយុទ្ធដោយការផ្ទុះអាវុធវាយកំទេចខ្មាំងគ្រប់គោលដៅហើយដកថយទៅចំណុចប្រមូលផ្ដុំតំបន់ចំការអន្លងរួចបោះជំរំលាក់ខ្លួននិងស៊ើបការខ្មាំងបន្តនៅទីនោះដោយធ្វើការរៀបចំផែនការប្រយុទ្ធនិងដាក់បទបញ្ជាចង្អុលបង្ហាញតុខ្សាច់រហូតដល់ពេលយប់ធ្វើការជ្រៀតចូលទៅកាន់ទីតាំងប្រយុទ្ធដោយរៀបចំខ្សែត្រៀមរួចរាល់ចាប់ផ្ដើមទូអាវុធវាយកំទេចខ្មាំងគ្រប់គោលដៅចូលកាន់កាប់ទីតាំងរយៈពេលខ្លីរួចដកថយទៅកាន់ចំណុចប្រមូលផ្ដុំនៅតំបន់វត្តស្រែប្រាំងដោយធ្វើការត្រួតពិនិត្យចំនួនទ័ពរួចរាយការណ៍ជូនមេបញ្ជាការដើម្បីសរុបបញ្ចប់សកម្មភាពក្រោយសកម្មភាពត្រូវបានបញ្ចប់ឯកឧត្តមស្នេហ៍ឯកខុនសវ័តទីប្រឹក្សាអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជានាយកសាលានីតិហ៊ានសកម្មបានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់និស្សិតទាំងអស់
ដែលបានធ្វើលំហាត់ទឹកវើនថ្នាក់កងអនុស្នាតូចថ្មើរជើងជាស្មក់នៅតំបន់ភូមិសាស្ត្ររបស់ខេត្តកំពង់ចាមនិងខេត្តកំពង់ធំលើកនេះប្រកបដោយជោគជ័យឯកឧត្តមផុនសវត្តក៏បានបញ្ជាក់ផងដែរថាការធ្វើលំហាត់របស់យើងលើកនេះគឺពិតជាទទួលបានលទ្ធផលល្អបំផុតដែលលទ្ធផលទាំងនេះក៏បានមកដោយសារការខិតខំបង្រៀនល្អរបស់គ្រូយោធាចារយើងគ្រប់ជំនាញឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះអង្គភាពកងពលតូចលេខ99ទឹកជញ្ជូនដែលបានសហការយ៉ាងល្អក្នុងសកម្មភាពលើកនេះខ្ញុំបាទវិរៈថៃឯកថេរវិធាជាគ្រូយុវវិធីសាលានិហេតកម្មក្រោយពីបានទទួលបទបញ្ជាពីក្រសួងការពារជាតិក៏ដូចជាអគ្គមេបញ្ជាការសាលាបានអនុញ្ញាតឲ្យខ្ញុំបាទដឹកនាំលំហាត់យុវវិធីថ្នាក់កងអនុស្សាវរីយ៍តូចថ្មើរជើងនៅតំបន់ភូមិសាស្ត្រខេត្តកំពង់ចាមនិងខេត្តកំពង់ធំគោលបំណងនៃការធ្វើសមយុទ្ធលើកនេះគឺចង់ឲ្យនិស្សិតនិស្សិតកម្មជំនាន់ទី17ចេះអនុវត្តប្រយុទ្ធជាក់ស្ដែងនៅលើភូមិសាស្ត្រនៅក្រោយពីបានរៀនចប់នៅផ្នែកទ្រឹស្ដីកិច្ចដំណើរការជាក់ស្ដែងនៅថ្ងៃទី24ខែមីនាឆ្នាំ2015យុទ្ធដំណើរទ័ពចេញពីវត្តឧទំពោឆ្ពោះមកតំបន់ទឹកឆាថ្ងៃទី25ធ្វើការជាតិចេញពីតំបន់ទឹកឆាមកតំបន់ភូមិ34ឃុំស្វាយមាសស្រុកចំការលើខេត្តកំពង់ចាមធ្វើការបោះជំរំលាក់ខ្លួនថ្ងៃទី26ខែមីនាឆ្នាំ2015ធ្វើការវាយឆ្មក់នៅតំបន់ភូមិស្វាយមាសហើយធ្វើការជាតិចេញមកតំបន់ចំការអណ្ដូងនៅថ្ងៃទី27ខែមីនាឆ្នាំ2015ធ្វើការបោះជំរំលាក់ខ្លួននៅតំបន់ចំការអណ្ដូងថ្ងៃទី28ខែមីនាឆ្នាំ2015ធ្វើការវាយលុកដណ្ដើមយកទីតាំងនៅភូមិចំការអណ្ដូងស្រុកចំការលើខេត្តកំពង់ចាមក្រោយពីវឹកហាត់ចប់ខ្ញុំបាទសូមវាយតម្លៃថានិស្សិតនិស្សិតកម្មជំនាន់ទី17គឺចេះប្រើប្រាស់ត្រីវិស័យផែនទី GIS ចេះស៊ើបការភូមិសាស្ត្រចេះប្រើប្រាស់ក្បួនប្រយុទ្ធចេះរៀបផែនការប្រយុទ្ធខ្ញុំបាទនាយចំណងណររតនស្នាងជានិស្សិតនីតិសកម្មចំនួនទី17នៃសាលានីតិសកម្មឆ្នាំទី2ឈានចូលឆ្នាំទី3បន្ទាប់ពីការធ្វើការវឹកវើអស់រយៈពេល4យប់5ថ្ងៃឬមកខ្ញុំយល់ថាការវឹកហាត់អំពីទ្រឹស្ដីក្នុងថ្នាក់ដែលលោកគ្រូយោធាចារបានបង្ហាត់ខ្ញុំគឺវាមានសភាពងាយស្រួលដូចជាការវាស់ពីចំណុចចូលជើងរបស់យើងទៅចំណុចខ្មាំងផ្ទុយពីការវឹកវើនៅលើទីលានជាក់ស្ដែងគឺអំពីភូមិសាស្ត្រដែលពួកខ្ញុំមកវឹកហាត់នេះគឺជាភូមិសាស្ត្រដែលមិនដែលស្គាល់ជាតំបន់ងាយមួយវែងសម្បូរទៅដោយចង្ការកស៊ូម្យ៉ាងវិញទៀតអំពីការធ្វើយុទ្ធដំណើរគឺមានរយៈពេលឆ្ងាយច្រើនយប់ដែលធ្វើឲ្យពួកខ្ញុំអស់កម្លាំងលឿនហត់ជាមួយនឹងការឆ្លងកាត់នៅក្តៅភ្លៀងជាដើមយ៉ាងណាមិញបន្ទាប់ពីការបញ្ចប់មេរៀនវាឆ្មក់ថ្នាក់កងអនុស្សាវរីយ៍តូចនេះបានធ្វើឲ្យពួកខ្ញុំចេះប្រើប្រាស់នៅ GPS ត្រីវិស័យនៅលើផែនទីការជោគជ័យដែលពួកខ្ញុំទទួលបាននេះគឺដោយសារពួកខ្ញុំអត់មានភាពអត់ធ្មត់គ្រប់វិន័យដែលលោកគ្រូនិងមេបញ្ជាការបានប្រកល់ឲ្យ